រឿងក្របីស្រុកនិងក្របីព្រៃកាលពីព្រេងនាយមានសត្វក្របីស្រុកមួយនិងក្របីព្រៃមួយជាសម្លាញ់នឹងគ្នានិងតែងដើររកចំណីជាមួយគ្នាចចជាសត្វមានគំនិតមិនល្អក៏ប្រើឧបាយកលបំបែកសត្វទាំងពីរថ្ងៃមួយវាដើរមករកក្របីទាំងពីរហើយនិយាយថាណែបងក្របីទាំងពីរអើយកុំដេកដើរជាមួយគ្នាប្រយ័ត្នអ្នកស្រុកឃើញចាប់យកទៅប្រើក្របីទាំងពីរស្ដាប់ហើយគិតថាសមហេតុផលក៏បែកគ្នាទៅលុះបែកគ្នាមួយរយៈធំក៏ភ្លេចគ្នាចចដឹងថាក្របីទាំងពីរលែងនឹកនាដល់គ្នាហើយក៏ទៅរកក្របីព្រៃហើយនិយាយថាណែក្របីព្រៃខ្ញុំបានឮល្បីថាមានក្របីស្រុកមួយពូកែខាងជលណាស់ហើយគេចង់រកគូប្រកួតក្របីព្រៃឮដូចនេះខឹងណាស់ក៏ឲ្យចទៅនាំក្របីស្រុកមកជល់គ្នាចក៏ទៅប្រាប់ក្របីស្រុកថាក្របីព្រៃខឹងនឹងចង់ជល់គ្នាហើយក៏នាំក្របីទាំងពីរមកជល់គ្នាគ្រាន់តែឃើញមុខគ្នាភ្លាមក្របីទាំងពីរក៏បោលបញ្ជល់គ្នាភ្លាមវាត់ដោយទាំងចដែលនៅក្បែរនោះហើយចក៏ស្លាប់ទៅឯក្របីទាំងពីរលួសចូលគ្នាមិនដឹងឈ្នះចាញ់ក៏ចែកផ្លូវគ្នាចូលស្រុកចូលព្រៃលែងជួបគ្នារហូតទៅចំពោះគំនិតអប់រំនៃរឿងគឺការញុះញង់អ្នកដទៃគឺជាការបង្កទុក្ខលំបាកដល់ខ្លួនឯងនិងត្រូវគេស្អប់កុំងាយជឿពាក្យគេពេកត្រូវតាមដានឲ្យដឹងហេតុផលជាមុនសិនការដោះស្រាយបញ្ហាដោយអំពើហិង្សានាំមកនូវគ្រោះថ្នាក់ទាំងសងខាងសូមអរគុណ